អត្ថាធិប្បាយពុទ្ធភាសិតខ្លីៗណដ្ឋិអត្តសមੰពេមੰសេចក្តីស្រឡាញ់អ្វីស្មើនឹងខ្លួនមិនមានឡើយសេចក្តីនៃពុទ្ធភាសិតនេះមានពោលដែលត្រូវធ្វើអត្ថាធិប្បាយពីរផ្នែកគឺពាក្យថាខ្លួនមួយពាក្យថាស្រឡាញ់ស្មើនឹងខ្លួនមិនមានឡើយមួយហើយមានន័យដែលត្រូវធ្វើអត្ថាធិប្បាយដូចតទៅនេះពាក្យថាខ្លួនសំដៅយកទាំងអត្តភាពដែលជាប់ទាក់ទងអាស្រ័យគ្នាទៅវិញទៅមកមនុស្សគ្រប់ជាតិសាសន៍មិនអាចបដិសេធថាខ្លួនមិនជាទីស្រឡាញ់ក្រៃលែងជាងរបស់អ្វីទាំងអស់ទេគង់នឹងទទួលតាមពោលសេចក្តីពិតថាស្រឡាញ់ខ្លួនលើសជាងអ្នកដទៃនិងរបស់ដទៃដើម្បីនឹងដឹងច្បាស់នៅរឿងនេះក៏បីឃើញការប្រព្រឹត្តរបស់ជនទាំងឡាយដែលកំពុងរស់នៅមិនគិតអ្វីឬធ្វើអ្វីក៏រមែងប្រារព្ធយកខ្លួនជាធំតាមសេចក្តីប្រាថ្នារបស់ខ្លួនឬតាមយោបល់ដែលខ្លួនឃើញថាល្អថាត្រូវដូចគ្នាទាំងអស់គឺថាធ្វើការអ្វីក៏គិតដល់ផលគឺថ្លៃឈ្នួលដូចជាពេទ្យរក្សារោគគ្រប់យ៉ាងក៏ដើម្បីឲ្យជាឬក៏ដើម្បីថ្លៃរង្វាន់អ្នកធ្វើការក្នុងនាទីណាមួយដើម្បីឲ្យបានទ្រព្យសម្បត្តិយសស័ក្តិនិងកេរ្តិ៍ឈ្មោះអាចារ្យអ្នកបង្រៀនអ្នកព្រានប្រដៅផ្ដល់នៅវិជ្ជាផ្សេងក៏ដើម្បីបានផលគឺទ្រព្យដែលខ្លួនត្រូវអាស្រ័យប្រើប្រាស់អ្នកបរិច្ចាគទ្រព្យឲ្យជាទានឬក៏ដើម្បីផលក្នុងកាលខាងមុខអ្នកហ៊ានប្រថុយស្លាប់ជួបគេក៏ព្រោះតែចង់បានកេរ្តិ៍ឈ្មោះដល់ខ្លួនរហូតដល់វង្សត្រកូលរបស់ខ្លួនអ្នកដែលខឹងក្រោធនឹងអ្វីឬខ្លាចអ្វីមួយហើយហ៊ានសម្លាប់ខ្លួនដោយចងកលេបថ្នាំពិសឬសម្លាប់ខ្លួនដោយហេតុទីតីពីនេះក៏ព្រោះតែយល់ឃើញថាការស្លាប់នោះប្រសើរជាងរស់នៅលក្ខពោលដល់សរុបថាការប្រព្រឹត្តរបស់ជនទាំងឡាយដោយមានពរនីមកនេះសុទ្ធតែជាគ្រឿងចង្អុលឲ្យឃើញថាគេធ្វើដោយអំណាចសេចក្តីស្រឡាញ់ខ្លួនទាំងអស់ការស្រឡាញ់ខ្លួនឬអាត្មាលើសលប់គ្មាននរណាស្រឡាញ់យើងជាងយើងម្នាក់សុទ្ធតែប្រឹងប្រែង